ជាលើកទី1ដែលខ្ញុំសម្រេចចិត្តដើរឡើងលើភ្នំរយៈពេល5ម៉ោងនេះពួកខ្ញុំកម្ដៅសាច់ដុំមុនពេលដែលខ្ញុំឡើងភ្នំសារការឡើងភ្នំមួយនេះត្រូវប្រើរយៈពេលយូរខ្ញុំគឺជាបុគ្គលម្នាក់ដែលខ្លាចក្នុងការហត់ឬក៏ក្នុងការប្រើប្រាស់កម្លាំងច្រើនដែលខ្ញុំគិតថាកម្លាំងខ្ញុំទៅអត់ដល់ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ពិសោធន៍ខ្លួនឯងថាតើខ្ញុំអាចពុះពៀរាល់ឧបសគ្គដែលខ្ញុំគិតថាលំបាកដែរបានដែរឬទេហើយកន្លែងដែលខ្ញុំដើរឡើងភ្នំនេះគឺជាកន្លែងទេសចរមួយដែលកំពុងតែល្បីខ្លាំងហើយសូម្បីតែនាយករដ្ឋមន្ត្រីប្រទេសកម្ពុជារបស់យើងក៏គាត់បានធ្វើដំណើរឡើងទៅដល់លើភ្នំនោះផងដែរមូលហេតុដែលខ្ញុំតាំងចិត្តថាទៅគឺខ្ញុំបានស្គាល់បងតាន់គឹមសួរដែលគាត់បានចែករំលែកបទពិសោធន៍របស់គាត់ក្នុងការឡើងភ្នំតើអាចជួយអ្វីខ្លះដល់ពួកយើងផងដែរគាត់បានណែនាំប្រាប់ខ្ញុំថាការឡើងភ្នំគឺកាត់បន្ថយការតានតឹងនិងជួយរក្សាធាតុផ្សំនៅក្នុងខ្លួនរបស់យើងផងដែរជាពិសេសគឺធ្វើឲ្យយើងមានភាពតស៊ូក្នុងការនឿយហត់ហើយផ្សំជាមួយនឹងស្មារតីរបស់ពួកយើងដើម្បីឲ្យយើងខំពុះពៀដែលរាល់ការលំបាកប្រៀបដូចយើងឡើងភ្នំការឆ្លងកាត់ការឡើងភ្នំគឺជាការអត់ធ្មត់មួយដែលអាចបង្រៀនឲ្យយើងធ្វើការអ្វីមួយមានការអត់ធ្មត់និងមានភាពអំណត់ជាមួយនឹងពេលវេលានិងការនឿយហត់តំបន់ទេសចរដែលខ្ញុំខំប្រឹងដើរឡើងទៅយ៉ាងចង់ដឹងសមត្ថភាពខ្លួនឯងផងនិងផ្ដិតរករូបភាពផងគឺដើរប្រើរយៈពេល5ម៉ោងខ្ញុំនឹងបង្ហាញទស្សនវិជ្ជានិងសកម្មភាពដែលផ្លូវដែកពិបាកដែលខ្ញុំគឺជាមនុស្សម្នាក់ដែលកម្លាំងទន់ខ្សោយតែខ្ញុំអាចធ្វើបានហើយខ្ញុំឡើងទៅដល់នេះបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំឡើងទៅដល់បានពាក់កណ្ដាលផ្លូវគឺពួកយើងរៀបចំម្ហូបអាហារសម្រាប់ញ៉ាំតាមផ្លូវហើយបន្ទាប់មកទៀតពួកខ្ញុំក៏ធ្វើដំណើរទៅពាក់កណ្ដាលផ្លូវឃើញដើមឈើដ៏សែនធំហើយស្អាតខ្លាំងមែនទែនទស្សនវិជ្ជាបែបនោះគឺជាអារម្មណ៍មួយប្លែកដែលអាចធ្វើឲ្យយើងចងចាំនៅអ្វីដែលយើងខំប្រឹងពុះពៀនិងធ្វើដំណើរទៅដល់ទីកន្លែងមួយដែលធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយទស្សនវិជ្ជានិងរូបភាពគឺជាការចងចាំមួយដើម្បីធ្វើឲ្យយើងនឹងរក្សានៅអ្វីដែលល្អៗសម្រាប់ខ្លួនយើងផ្ទាល់ដើមឈើដ៏ធំបែបនេះបងប្អូនចង់ឃើញចង់ស្គាល់វាពិតជាមិនងាយស្រួលនោះទេលុះត្រាតែយើងមានការពុះពៀចូលទៅដល់ព្រៃឬក៏ឡើងភ្នំឬក៏ទៅដល់តំបន់ទេសចរពិសេសដែលយើងគិតថាយើងទៅដល់ស្រូបយកធាតុអាកាសធម្មជាតិហើយអាចជួយសុខភាពយើងហើយធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយបងប្អូនទាំងអស់គ្នាគ្រាន់តែមើលឃើញផ្លូវក៏ដឹងថាផ្លូវនេះពិបាកកម្រិតណាដែរក៏ប៉ុន្តែនៅតំបន់ទេសចរមួយនេះគឺពិសេសខ្លាំងមែនទែនទីទៀតខ្ញុំនឹងបង្ហាញនៅខាងក្រោយវីដេអូដែលក្រុមការងាររបស់ខ្ញុំខាងរាជធានីផងនិងបងតាន់គឹមសួរដែលគាត់ទើបតែស្គាល់តែគាត់ជួយដើម្បីឲ្យខ្ញុំបានស្គាល់ទីតាំងកន្លែងដែលស្អាតដែលអាចធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយនិងអាចពុះពៀរាល់ឧបសគ្គដែលយើងអាចធ្វើទៅបានទីបំផុតគឺខ្ញុំពុះពៀអាចឡើងមកដល់ទីតាំងមួយដ៏ស្រស់ស្អាតហើយអស្ចារ្យខ្លាំងមែនទែនដែលនៅតំបន់ទេសចរនោះគឺគេហៅថាខ្នងផ្សារគឺជាកន្លែងមួយដ៏ស្រស់ស្អាតហើយសម្បូរទៅដោយព្រៃឈើគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនអើយខ្ញុំមិនដឹងថាគួរនិយាយបែបណាទើបឲ្យស័ក្តិសមជាមួយនឹងទីតាំងកន្លែងនោះដែលយើងសម្លឹងមើលទៅគឺដូចឋានសួគ៌អញ្ចឹងហើយសំខាន់បំផុតដល់ពេលដែលយើងមានអារម្មណ៍តានតឹងយើងវឹកហាត់ក្នុងការឡើងភ្នំផងហើយយើងបានមកឃើញទស្សនវិជ្ជាស្រស់ស្អាតបែបនេះនឹងធ្វើឲ្យយើងទម្លាក់ចោលនៅរឿងដែលយើងមិនសប្បាយចិត្តឬកង្វល់ដែលយើងកំពុងតែមានគឺយើងអាចកាត់បន្ថយច្រើនហើយគឺមានអារម្មណ៍ស្រស់ស្រាយដោយយើងសម្លឹងទស្សនវិជ្ជាដ៏ស្រស់ស្អាតបែបនេះហើយនៅខាងមុខវីដេអូដែលបងប្អូនឃើញសពុតរបស់ខ្ញុំជាប់ច្បាក់ម៉ូតូនោះគឺខ្ញុំជិះម៉ូតូឡើងភ្នំដើម្បីផ្ដិតយករូបភាពដ៏ស្រស់ស្អាតហើយខំរៀបចំខ្លួនដើម្បីឲ្យមើលទៅមានភាពស្រស់ស្អាតជាមួយនឹងទស្សនវិជ្ជាដែលយើងនឹកស្មានមិនដល់ថាប្រទេសកម្ពុជារបស់យើងមានទេសភាពស្អាតដល់ថ្នាក់នេះដូច្នេះនេះគឺជាការចែករំលែកមួយដែលខ្ញុំចង់ណែនាំដល់បងប្អូនទាំងអស់គ្នាទោះជាមានការឡើងភ្នំដ៏ពិបាកហើយត្រូវចំណាយពេលយូរក៏ពិតមែនក៏ប៉ុន្តែបងប្អូនបានអត្ថប្រយោជន៍ពីរទី1ផ្សំជាមួយនឹងស្មារតីទី2គឺផ្ដិតយករូបភាពដែលស្រស់ស្អាតនៅទីនោះខ្ញុំជឿជាក់ថាបងប្អូនពេលដែលបងប្អូនឃើញវីដេអូមួយនេះខ្ញុំជឿជាក់ថាបងប្អូននឹងចង់ទៅដល់ទីនោះផងដែរដោយសារទស្សនវិជ្ជានិងទេសភាពពិតជាស្រស់ស្អាតហើយជួយដល់អារម្មណ៍របស់ពួកយើងដែលធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយហើយពេលដែលយើងមកដល់ផ្ទះវិញយើងនឹងមានអារម្មណ៍ស្រស់ស្រាយបន្តជាមួយនឹងការងារថ្មីសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកយើងផងដែរបងប្អូនមើលនេះសិតតែជាការតស៊ូទាំងអស់មិនត្រឹមតែដើរឡើងលើភ្នំនោះទេគឺខ្ញុំបានជិះម៉ូតូឡើងទៅលើភ្នំគឺសម្ពុតវែងពេកគឺចូលកម្មម៉ូតូរហែកអស់រលីងក៏ប៉ុន្តែខ្ញុំនៅតែខំប្រឹងពុះពៀផ្ដិតយករូបភាពនេះឲ្យបានដោយសារយើងខំប្រឹងចំណាយកម្លាំងនិងពេលវេលាច្រើនខ្លាំងមែនតើដើម្បីទៅដោះភាពតានតឹងនិងផ្ដិតយករូបភាពឲ្យធ្វើអារម្មណ៍យើងស្រស់ស្រាយដើម្បីយើងយកមកបំពេញការងារសប្តាហ៍ថ្ងៃរបស់យើងដើម្បីឲ្យកាន់តែល្អជាងមុនទៅទៀតនេះបងប្អូនគឺជាទស្សនវិជ្ជានៅតំបន់ខ្នងផ្សារដែលឥឡូវកំពុងតែផ្ទុះតំបន់ទេសចរមួយនេះខ្លាំងមែនតើហើយមានសក្តានុពលគឺល្អខ្លាំងមែនតើបងប្អូននៅគ្រាន់តែឃើញទស្សនវិជ្ជានិងសកម្មភាពពួកខ្ញុំបងប្អូនដឹងហើយថាពួកខ្ញុំពុះពៀបែបយ៉ាងណាដែលខ្ញុំអាចទៅដល់ទីតាំងផ្ទាល់ហើយផ្ដិតយករូបភាពដ៏ស្រស់ស្អាតបែបនេះនិងទស្សនវិជ្ជាដែលមើលទៅស្មើខៀវខ្ចីហើយនៅលើកំពូលភ្នំដែលមានអាកាសធាតុត្រជាក់គ្រប់ខែតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះទេគឺពេលដែលថ្ងៃលិចនិងថ្ងៃរះគឺសម្រស់កាន់តែស្អាតនៅទីនោះគឺដូចឋានសួគ៌អញ្ចឹងក៏ប៉ុន្តែខ្ញុំអត់ទាន់បង្ហាញវីដេអូទាំងអស់នោះឲ្យបងប្អូនបានឃើញខ្ញុំទុកវីដេអូក្រោយៗដើម្បីឲ្យបងប្អូនតាមដានទស្សនាទីវគ្គបន្តឥឡូវចូលមកដល់វគ្គដែលខ្ញុំបានថតរូបផ្ដិតយករូបភាពបងប្អូននិយាយពីថាស្អាតគ្រប់ប៉ុស្តិ៍គឺមិនដឹងថារើសមួយណាចោលមួយណាហើយមិនត្រឹមតែប៉ុណ្ណោះអាកាសធាតុគឺត្រជាក់ហើយធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយខ្លាំងមែនតើទេសភាពប្រៀបដូចគំនូរនិងឋានសួគ៌និងធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយជួយដល់សុខភាពផ្ដិតយកអនុស្សាវរីយ៍ដែលល្អៗនៅទីនោះ
Tên xong lại chuyện mọc lá cà mò xì thầm ấy mẹ đọc cá chết rồi quá lan មិនត្រឹមតែឆ្នះរង្វាន់ឡានទេទិញសលេងសេរីថ្មីយ៉ាឆ្នះរង្វាន់ម៉ូតូរហូតដល់ទៅ20គ្រឿងទៀតត្រឹមតែឆ្នះម៉ូតូ20គ្រឿងទេសម្រាប់បងប្អូនដែលគាត់ទិញជាមួយសលេងជួបមុខសេរីថ្មីគឺបងប្អូនខ្ញុំមានឱកាសឆ្នះរង្វាន់ទឹកប្រាក់100ឡានចំនួន100រង្វាន់ទៀត ដំណឹងពិសេសដែលខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាបងប្អូនអាចទិញសម្លេងជូតមុខឡាកម៉ូទុកជាមួយនឹងសម្បកកំប៉ុងហើយបំពេញលេខទូរស័ព្ទនិងអាស័យដ្ឋានថ្ងៃទី11ខែ5នេះខ្ញុំធ្វើកម្មវិធីនៅ K Mall វែងស្រេងចាប់ជាមួយនឹងរង្វាន់ឡានរង្វាន់ម៉ូតូនិងរង្វាន់លុយឡានម៉ាក MG មានដល់តែ2គ្រឿងនិងម៉ូតូម៉ាក Scoopy 20គ្រឿងនិងទឹកប្រាក់$100 100រង្វាន់ផងដែរបងប្អូនទិញសម្លេងជូតមុខឡាកម៉ូនៅទីណាក៏ដោយដល់ថ្ងៃទី11ខែ5បងប្អូនអាចយកមកដាក់នៅផ្សារ K Mall ឬក៏ចាប់ពីពេលនេះទៅបងប្អូនអាចផ្ញើមកក្រុមហ៊ុនផ្ទាល់តាមរយៈ page នេះខាងខ្ញុំនឹងចាប់រង្វាន់ថ្ងៃ11ខែ5នៅផ្សារ K Mall ខាងមុខនេះផងដែរមិនត្រឹមតែប៉ុណ្ណោះហើយជួបជាមួយនឹងតារាចម្រៀងល្បីៗដូចជាតារាចម្រៀង Rabby ជាមួយនឹងល្អហួរហើយនឹង BA ល្បីៗនៅក្នុងក្រុមហ៊ុនឡាកម៉ូទាំងអស់វិត័យជាមួយនឹងកុយអេណានិង BA ផ្សេងៗទៀតផងដែរ